bàមនុស្សធម្មតាអារម្មណ៍ល្អទើបធ្វើការហើយបើមនុស្សមិនធម្មតាវិញមនុស្សដែលគេមានចំណូលច្រើនគេធ្វើការដើម្បីអារម្មណ៍ល្អបាទទាំងអស់គ្នាកុំចាំអារម្មណ៍ល្អបានធ្វើការណាអត់ទេគិតអញ្ចឹងគឺខុសឆ្លាស់ហើយបាទមនុស្សលោកមានប្រហែលជាជាង 8,000 លាននាក់បាទវាសនាខុសគ្នាគឺដោយសាររឿងវិន័យនេះឯងបាទរឿងអារម្មណ៍ល្អបាទបានធ្វើការអញ្ចឹងណាតើមានអារម្មណ៍ល្អបានធ្វើការអ្នកនោះគឺវាសនាគឺខុសគេហើយបាទវាសនាមនុស្សខុសគ្នាគឺមិនមែនដោយសាររូបរាងគ្រួសារឬក៏ដោយសារប្រទេសទេបាទមនុស្ស 8,000 លាននាក់ជាងខុសគ្នាវាសនាខុសគ្នាអ្នកខ្លះទៅ billionaire ទៅអ្នកខ្លះទៅអត់លុយទៅអញ្ចឹងអ្នកខ្លះទៅជពាក់គេវ៉ាន់កទៅអ្នកខ្លះទៅរស់ស៊ីយូរទៅបកកើតធនាគារកាន់តែធំទៅបាទគឺដោយសារហេតុអីគឺដោយសារខុសគ្នាគឺដោយសារវិន័យមិនមែនខុសគ្នាដោយសាររូបរាងមិនមែនខុសគ្នាដោយសារគ្រួសារទេអត់ទេបាទមនុស្សដែលមានវិន័យខ្លាំងគឺជាមនុស្សដែលមិនធម្មតាបាទគឺជាមនុស្សដែលមានចំណូលច្រើនគឺជាមនុស្សដែលឆាប់ចេញរស់ស៊ីគឺជាមនុស្សដែលនៅក្មេងប៉ុន្តែមានចំណេះដឹងច្រើនបាទដោយសារគេអញ្ចឹងគេធ្វើការច្រើនបាទគេធ្វើការដើម្បីមានអារម្មណ៍ហើយបាទគ្នាយើងមួយចំនួនអត់ទេបាទតើមានអារម្មណ៍មិនធ្វើការអត់អារម្មណ៍អត់ធ្វើការឃើញទេបាទអញ្ចឹងគឺអត់ទេបាទតោះគ្នាវិន័យតូចវិន័យតូចពេលតោះគ្នាចេះដាក់លើខ្លួនឯងបាទនិយាយរួមរយៈពេល1ឆ្នាំវាធ្វើឲ្យយើងคล้ายទៅជាមនុស្សដែលមិនធម្មតាដោយមិនដឹងខ្លួនហ្នឹងលទ្ធផលវាខុសបាទពីអ្នកដែលខ្វះវិន័យខ្លាំងណាស់បាទបើសិនបើអ្នកទាំងអស់គ្នាមានវិន័យស្អែកឡើងទៅធ្វើការដោយថ្ងៃនេះខ្ញុំទៅអត់អារម្មណ៍ធ្វើការសោះអត់ទេទោះបីជាមេមិនលើកទឹកចិត្តក៏យើងត្រូវតែចេះធ្វើការដើម្បីលើកទឹកចិត្តខ្លួនឯងដែរបើកាលណាយើងចាប់ផ្ដើមធ្វើការបើកាលណាយើងធ្វើអីមួយវាធ្វើឲ្យអារម្មណ៍យើងវាល្អហើយដល់ពេលយើងអត់ធ្វើហើយយើងថាដោយសារអត់អារម្មណ៍វាមិនកើតអត់ទេបាទមនុស្សធម្មតាបាទអារម្មណ៍ល្អមិនធ្វើការមនុស្សមិនធម្មតាគេធ្វើការដើម្បីអារម្មណ៍ល្អបាទអញ្ចឹងទេទាំងអស់គ្នាត្រូវតែនាំគ្នាចេះដាក់វិន័យខ្លួនឯងឲ្យធ្វើការទោះបីជាអត់អារម្មណ៍ក៏ត្រូវតែធ្វើការដែរបាទយើងចេះរស់នៅដោយមានវិន័យទើបជីវិតយើងរីកចម្រើនខ្លាំងបាទទាំងអស់គ្នាឆាប់ចេញរកស៊ីទាំងអស់គ្នាបាទឆាប់ខ្លាយទៅជាអ្នកមានបាទទាំងអស់គ្នាមានចំណូលច្រើនអញ្ចឹងណាតើយើងនាំគ្នារស់នៅឲ្យមានវិន័យកុំឲ្យ30ថ្ងៃនៅក្នុងនឹង20ថ្ងៃឯងអត់មានអារម្មណ៍ធ្វើការទេមេឲ្យប្រាក់ខែតិចពេកឃើញទេបាទហើយមេអត់ឲ្យប្រាក់ខែតិចយើងអត់អារម្មណ៍ធ្វើការលទ្ធផលមិនទៅបាទលទ្ធផលគឺចប់ហើយណាទេអត់ទេតោះនេះត្រូវដាក់វិន័យខ្លួនឯងចាប់ផ្ដើមធ្វើការដើម្បីឲ្យយើងមានអារម្មណ៍ល្អយើងមានលទ្ធផលមេតឡើងប្រាក់ខែឲ្យមែនទេបាទហើយបើមេតឡើងប្រាក់ខែមិនតឡើងប្រាក់ខែឲ្យទេចេញរកស៊ីទៅបាទនាំគ្នាបង្កើតចំណូលដោយខ្លួនឯងមែនទេចង់បានចឹងអត់បើចង់បានធ្វើតាមខ្ញុំនាំគ្នាសាករស់នៅឲ្យមានវិន័យបំផុតបាទទី1វិន័យអានមួយថ្ងៃ10ទំព័រសាកមើលបាទមើលវីដេអូនេះឲ្យនាំគ្នាសាកមើលមួយថ្ងៃ10ទំព័រមួយខែប៉ុន្មានមួយខែវា300ទំព័របាទវាស្មើនឹងមួយក្បាលសភៅភាគច្រើនត្រឹម300ទំព័រនឹងឯងច្រើនហើយឃើញទេបាទអញ្ចឹងមួយខែមួយក្បាលមួយឆ្នាំទាំងអស់គ្នាអានប្រហែលក្បាល12ក្បាលឃើញទេហើយយើងអាន12ក្បាលយើងរៀនគំនិតច្រើនមែនទែនហើយយើងទៅធ្វើការខ្សោយអត់មានទេបាទខ្ញុំមកដល់ពេលនេះខ្ញុំចេញរស់ស៊ីដោយសារសភៅហ្នឹងណាបាទសភៅមួយក្បាលអានតាំងពីនៅសាកលវិទ្យាល័យអានវាធ្វើឲ្យយើងនិយាយរួមរៀនចប់អត់មាន CV ទេបាទខ្ញុំអត់មាន CV ដើម្បីទៅរកការងារធ្វើទេគឺខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯងឃើញទេតោះនេះដូចគ្នាដែរអានមើលនោះសភៅបាទសភៅ Elon Musk សភៅមេដែកសភៅអំណាចសភៅអាត់3បាទសភៅ21គោលការណ៍សភៅសំលៀងពូថៅបាទតោះនេះនាំនេះអានមើលតើរយៈពេល1ឆ្នាំជីវិតអ្នកទាំងអស់គ្នានៅដដែលទេនៅរស់នៅដោយអត់អារម្មណ៍ទេអត់ទេមើលទេបាទ
thử tại nôm khía đã vì nấy chập đám thưa ấy mùi tí pi bà chập đám hát pran mà ngay sam sắp nên tìm bạn hát đó còn là chập đám hát đó bạn cứ nè thằng ngọc khía rắm khỏi bị hát hỏi bài của chẳng kinh của srul rắm thưa ca vì chập đám nghĩa mà mình tỏ này cười nhá bạn tỏ này về luônอดกึดปีฮัดปราณยัยรวมบ่าคณียังมวยจำนวนกึดปีปราณกึดปีคลวนไอเนี่ยบ่ายัยรวมอ่อนเชียงลานมาโตดิมาไงกึดปีหวงลานมาโตกึดปีหวงซ้อมแปรนยุ่งเป็นไงยังอดกึดปีคลวนไอบ่าอดกึดปีสกปรกคลวนไอบ่าสกปรกหลีมวยต่อเนี้ยดาวใบบานตรวจสมบัติได้ทัดเทต่อเนี้ยถ่ายเมียนสกปรกได้เรื่องวอมของพดบ่าอดเงี้ยเลิกเชียมเงี้ยเลิกคลายบ้านเลิกคบซับจังสกปรกยังไม่จะรึงมอมอ๋อเต้บ้านจังทั่วตามยมเมื่อวิดีโอนี้หายหัดปราณ30 นาทีสายเรามีอารมณ์จังตัวกามองเมื่อนี้บ้านกุมปะดอยนะกุมปะดอยตกไอ้ครูนไอ้ชื่อต่างเพลย์กายต่างเพลย์จัดห้ามบ้านทั่วตามยมให้ด่าวิเตอร์จีวินเลยทั่ววิบ้านรองไงเมื่อนี้ទី3គឺទាំងអស់គ្នាចង់ខ្លាយទៅជាមនុស្សដែលរស់នៅមានវិន័យមនុស្សដែលមិនធម្មតាមនុស្សដែលចំណូលច្រើនគឺទាំងអស់គ្នាស្អែកនាំគ្នាសាកទៅធ្វើការមុនម៉ោងតិចមើលបាទហើយម៉ោង9ឡើងមិនទៅ office ហើយចង់គ្រប់ target មិនកើតអត់កើតទេហើយចង់ឲ្យមានអារម្មណ៍ល្អមិនកើតព្រលឹមឡើងម៉ោង8មិនទាន់ងើបផងហ្នឹងអត់ទេងើបម៉ោង5ងើបម៉ោង6មែនទេបាទតោះនេះទៅធ្វើការងារឲ្យបានមុនគេ1 ម៉ោងណាតោះនេះនឹងប្រកែជាងអ្នកដែលទៅយឺតជាងអ្នកទាំងអស់គ្នាឃើញទេហើយមេមើលឆាប់ឃើញណាមេមើលឃើញមេតឡើងប្រាក់ខែឲ្យតោះនេះធ្វើការងារនិយាយរួមតឡើងប្រាក់ខែអារម្មណ៍ល្អឃើញទេតោះនេះឃើញអត់អញ្ចឹងអារម្មណ៍ល្អឬក៏មិនល្អវាមិនអាស្រ័យមេទេវាមិនអាស្រ័យការងារទេគឺវាអាស្រ័យអ្នកទាំងអស់គ្នាទៅធ្វើការងារមុនម៉ោងអត់តោះនេះខំធ្វើការងារជាងគេអត់តោះនេះបានលទ្ធផលធំជាងគេអត់តោះនេះឃើញហើយនេះគ្រាន់តែជាឧទាហរណ៍ទេតោះនេះរស់នៅដាក់វិន័យមើលម៉ោង7ទៅដល់ office មួយថ្ងៃហាត់ប្រាណ30 នាទីមួយថ្ងៃអាន10 ទំព័របាទធ្វើទាំង3នេះទាំងអស់គ្នានឹងមានអារម្មណ៍ល្អឃើញទេទាំងអស់គ្នាអត់ធ្វើទាំងអស់គ្នានឹងនៅអត់អារម្មណ៍ដែរឃើញហើយបាទអញ្ចឹងមើលវីដេអូនេះហើយនាំគ្នាកសាងវិន័យខ្លួនឯងឲ្យបានខ្លាំងបាទមានសភៅមួយក្បាលបាទសភៅមេដៃបើទាំងអស់គ្នារៀនតាមមេដៃគឺជាសភៅមួយក្បាលដែលធ្វើឲ្យមនុស្សលែងខ្ជិលបាទមនុស្សលែងយកលេសបាទមនុស្សលែងល្អូថាអត់អារម្មណ៍ធ្វើការអញ្ចឹងណាយកសភៅនេះមួយក្បាលយកទៅអានទាំងអស់គ្នានឹងคล้ายទៅជាបុគ្គលដែលមានវិន័យបំផុតនៅក្នុងការរស់នៅក្នុងការធ្វើការតោះគ្នានឹងបានចំណូលច្រើនជាងមុនអញ្ចឹងទេនាំគ្នាអាននាំគ្នាហាត់ប្រាណនាំគ្នាទៅធ្វើការងារឲ្យបានមុនគេ